នេះថ្ងៃទី2ខែកក្កដាឆ្នាំ2025នេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតឧត្តមភរិយាដ៏ឧត្តមឧត្តមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទទួលបដិសណ្ឋារកិច្ចដឹកនាំលោកជំទាវជើលុយលូឧត្តមភរិយានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសាធារណរដ្ឋសង្ហបុរីអញ្ជើញទស្សនកិច្ចនៅសារមន្ទីរជាតិស្ថិតនៅខាងជើងជាប់ព្រះបរមរាជវាំងក្នុងឱកាសដែលឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសាធារណរដ្ឋសង្ហបុរីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងដំណើរទស្សនកិច្ចនៅព្រឹកនេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានដឹកនាំលោកជំទាវទី1របស់សាធារណរដ្ឋសង្ហបុរីនិងឆ្លៀតឱកាសស្វែងយល់ពីសារមន្ទីរជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលជាទីតាំងប្រមូលផ្ដុំដោយវត្ថុបុរាណដែលមានតាំងពីមុនសម័យអង្គរនិងសម័យអង្គរជាទីតាំងដ៏មានសារៈសំខាន់មួយដែលបានបង្ហាញយ៉ាងច្បាស់ពីភាពសម្បូរបែបនៃវប្បធម៌អរិយធម៌ខ្មែរដែលបានបន្សល់ទុកពីសម័យបុរាណកាលសារមន្ទីរជាតិត្រូវបានកសាងនៅថ្ងៃទី15ខែសីហាឆ្នាំ1917តាមរចនាបថស្ថាបត្យកម្មខ្មែរនិងសម្ពោធក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជានិងមានការចូលរួមដោយអ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជាដែលមានបណ្ដោយ54ម៉ែត្រនិងជម្រៅ66ម៉ែត្រហើយសង់លើខឿនដែលមានកម្ពស់2ម៉ែត្រកន្លះក្នុងឱកាសនោះមគ្គុទ្ទេសក៍ជំនាញបានបង្ហាញលោកជំទាវទី1របស់សាធារណរដ្ឋសង្ហបុរីអំពីការតម្កល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរនិងសម័យអង្គរជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណសិល្បៈសាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី4រហូតដល់សតវត្សទី13នៅក្នុងការទស្សនានេះផងដែរមគ្គុទ្ទេសក៍ជំនាញបានពន្យល់លោកជំទាវទី1របស់សាធារណរដ្ឋសង្ហបុរីអំពីអត្ថន័យទៅតាមក្បូរក្បាច់ចម្លាក់នីមួយៗដែលជាវត្ថុបុរាណដ៏មានតម្លៃបំផុតដែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់បញ្ជាក់ពីអត្តសញ្ញាណប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា